បាទខ្ញុំបាទថាលសវុតសូមថ្វាយបង្គំព្រះសង្ឃជាទីសក្ការៈបងប្អូនជនរួមឈាមខ្មែរទាំងអស់ជាពិសេសខ្មែរអ្នកជានិយមជាទីមេត្រីថ្ងៃនេះតាមរយៈខ្មែរនឹកស្រុកคลิปដែលខ្ញុំតែងតែនិយាយហើយគឺជាថ្ងៃ23មីនាឆ្នាំ2025ថ្ងៃអាទិត្យដោយសារខ្ញុំបានឃើញនយោបាយនៅក្នុងប្រទេសកម្ពុជាធ្លាក់ស្ថិតនៅក្នុងអន្លង់មួយហាក់ដូចជានៅក្នុងទសវត្សរ៍ឆ្នាំ1940 50ឥឡូវនេះជាពិសេសមុនស្រុកយើងឯករាជ្យចំណុចសំខាន់ខ្ញុំបានឃើញសំរងស៊ីបានបង្កើតចលនាជាតិតស៊ូមួយនឹងរឿងតុលាការដែលឥឡូវនេះតុលាការប្រទេសបារាំងបានលើកសវនាការនៃការកាត់ក្តីនោះទៅឆ្នាំក្រោយដោយធ្វើការវិនិច្ឆ័យមានការខ្វះភស្តុតាងមានការខ្វះសាក្សីគ្រាន់តែសេចក្តីរាយការណ៍អញ្ចឹងចរិតអ្នកនយោបាយខ្មែរយើងពេលនេះធ្លាក់ដល់អន្លង់មួយដែលជាពិសេសនៅពេលដែលសំរងស៊ីបានបង្កើតចលនាតស៊ូជាតិខ្ញុំឈឺក្បាលបងប្អូនឮថារណសេរីរួមជាតិរាជរដ្ឋាភិបាលរួមជាតិគណៈបកសង្គ្រោះជាតិរណសេរីជាតិរណសេរីរោចរបស់លោកស៊ុនសានច្រើនណាស់សត្វជាតិរហូតដល់រដ្ឋាភិបាលណាជាតិរបស់ក្រមលោកសំមិញដែលឆ្នាំ1953បាននាំគ្នាប្តឹងនៅតុលាការហ្សឺណែវជាមួយនឹងរដ្ឋាភិបាលដែលកាលនោះសម្ដេចស៊ីនុកាន់កាប់ដែលខ្ញុំតែងតែនិយាយខ្ញុំនិយាយនេះមានទស្សនៈមួយឲ្យអស់លោកក្មេងៗបញ្ញវន្តចំនួនក្រោយជាពិសេសក្រុមអេងជាអៀងក្រុមឆាន់ឆានីក្រុមសុនដារាក្រុមសុកគឹមសុកពិចារណាមែនទែនដោយសារខ្ញុំបានឃើញឈ្មោះគឹមសុកគឺជាអ្នកនាំពាក្យនៃចលនាតស៊ូកុំយកពាក្យជាតិយកមកនិយាយជាតិមិនមែនជាសំរងស៊ីទេអ្នកឯងចូលសំរងស៊ីបានន័យថាអ្នកឯងតស៊ូដើម្បីជាតិតែអ្នកឯងជាអ្នកតស៊ូហ្នឹងណាចលនាតស៊ូជាតិហ្នឹងអ្នកឯងធ្លាប់តស៊ូទេអ្នកឯងធ្លាប់ធ្វើបដិវត្តទេឬក៏គ្រាន់តែអ្នកឯងធ្វើទៅតាមមាត់តាម YouTube ណាទៅតាម Facebook ដែលជារឿងមួយគ្រោះថ្នាក់សម្រាប់ប្រទេសជាតិមិនមែនជាសំរងស៊ីទេអ្នកឯងចូលជាមួយសំរងស៊ីអ្នកឯងថាអ្នកឯងជាតិគេមិនចូលជាមួយអ្នកឯងថាគេក្បត់ជាតិលក់ទឹកលក់ដីលក់ខួរក្បាលខ្ញុំចំណាស់នេះហើយខ្ញុំឆ្លងកាត់ជីវិតនយោបាយច្រើនណាស់ទាំងសុនដារាគឹមសុកឆាមឆានីអេងឆៀងឡុងរីភាគច្រើនខ្ញុំសុទ្ធតែស្គាល់ទាំងអស់ជាពិសេសសុនដារាឆាមឆានីខ្ញុំនិយាយរឿងនេះបន្តិចដើម្បីចូលសាច់រឿងខ្ញុំតំណាក់តំណងជាមួយគឹមសុកប្រហែលឆ្នាំមុនដោយសារចរូនមួយគឹមសុកគឺជាពួកម៉ាក់របស់ខ្ញុំទស្សនៈជាមួយគឹមសុកខ្ញុំធ្លាប់ជួយគឹមសុកប៉ុន្តែទស្សនៈមួយដែលសពថ្ងៃនេះឥឡូវនេះគឹមសុកជាអ្នកនាំពាក្យថាមែនអត់ខ្ញុំមានសាក្សីខ្ញុំមានផុសតាងច្រើនណាស់នៅពេលដែលគឹមសុកជជែកជាមួយខ្ញុំគឹមសុកបានសរសេរថាសំរងស៊ីហុចដងដាវឲ្យសត្រូវខ្ញុំធ្លាប់និយាយទៀតបាទអញ្ចឹងខ្ញុំដោយសារការនោះខ្ញុំនៅកាន់ជើងសំរងស៊ីខ្ញុំក៏លែងទំនាក់ទំនងជាមួយគឹមសុកចុះឥឡូវនេះហេតុអីបានជាគឹមសុកទៅទំនាក់ទំនងជាមួយសំរងស៊ីគឺបានអាបុនស័កហ្នឹងអញ្ចឹងហេតុអីបានខ្ញុំទៅទំនាក់ទំនងជាមួយនឹងសម្ដេចតេជោហ៊ុនសែនណាអញ្ចឹងរឿងអ្វីដែលកើតឡើងនៅក្នុងពេលនេះណាបើនិយាយផលប្រយោជន៍បុគ្គលអ្នកឯងឲ្យតម្លៃខ្ញុំសម្ដេចតេជោហ៊ុនសែនឲ្យតម្លៃខ្ញុំគោរពលោកសំរងស៊ីឲ្យតម្លៃទៅលើសុនដារាឲ្យតម្លៃទៅលើគឹមសុកដែលធ្លាប់ប្រឆាំងនឹងសំរាំងស៊ីអញ្ចឹងវាអត់ខុសគ្នាទេបងប្អូនហើយឆាមឆានីហ្នឹងណាដែលឥឡូវមានមុខងារក្នុងចលនាតស៊ូជាតិហ្នឹងណាធ្លាប់និយាយប្រាប់ខ្ញុំគាត់មិនចូល
ចិត្តសុនរាទេនេះជារឿងពិតដែលខ្ញុំមិនអាចប្រឌិតបានខ្ញុំមិនអាចនឹងស្ងៀមបាននៅពេលដែលសំរងស៊ីបង្កើតចលនាតស៊ូជាតិស្អីគេជាតិគឺជាសំរងស៊ីឬអ្នកដែលមិនចូលជាមួយសំរងស៊ីស្ទើរតែក្បត់ជាតិឬយ៉ាងម៉េចណាអញ្ចឹងសូមអស់លោកជប់ប្រើអាពាក្យជាតិនឹងបោកប្រាស់ប្រជាជនទៅខ្ញុំឈឺក្បាលខ្ញុំអានឯកសារច្រើនណាស់បងប្អូនណាតាំងពីរាជរដ្ឋាភិបាលរួបរวมជាតិរបស់សម្ដេចស៊ីនុតាំងពីរណសេរីរួបរวมជាតិតាំងពីរណសេរីរចលបខណារបស់លោកស៊ិនសានតាំងពីពាក្យរួបរวมជាតិនឹងច្រើនណាស់ឥឡូវនេះសំរងស៊ីបង្កើតចលនាខ្លួនឯងនៅពេលដែលខ្លួនឯងមានឈ្មោះជាទណ្ឌិតណាជាជនក្បត់ជាតិនៅក្នុងតុលាការកម្ពុជាអញ្ចឹងអ្នកដែលចូលបម្រើសំរងស៊ីតើនឹងមានវាសនាអ្វីខ្ញុំឃើញសំរងស៊ីសរសេរដោះអាវប៉ាក់ពាក់អាវជាតិវាដូចជាពាក្យដេកផ្ទះឈ្នះឯងអញ្ចឹងពាក្យនេះសំដៅទៅលើអ្វីណាដោះអាវប៉ាក់ពាក់អាវជាតិណាដោះអាវប៉ាក់អីដោះអាវប៉ាក់សកលជាតិណាដោះអាវប៉ាក់ភ្លើងទៀនណាដល់ពាក់អាវអីអាគុកដូចប្អូនម្នាក់ក្មួយម្នាក់ឈ្មោះក្នុង Facebook គាត់ឈ្មោះlow battery នេះបងប្អូននេះ low battery អ្នកលេង Facebook នេះសំរងស៊ីសរសេរថាដោះអាវប៉ាក់ពាក់អាវជាតិគាត់សរសេរដាក់ថាដោះអាវប៉ាក់ពាក់អាវគុករាំងស៊ីទៅរុកសម្បុកអូម៉ាល់សាកទៅបើមិនហៅមុខហ៊ានភ្នាល់ឃើញទេសូម្បីតែកូនក្មេងម្នាក់ណាក៏សរសេរដាក់ណាដោះអាវប៉ាក់ពាក់អាវគុករាំងស៊ីទៅរុកសម្បុកអូម៉ាល់សាកទៅបើមិនហៅមុខហ៊ានភ្នាល់ឃើញទេចលនាតស៊ូជាតិយកពាក្យជាតិដើម្បីបោកប្រាស់ប្រជាជនហើយបងប្អូនស្ដាប់គឹមសុខនិយាយទៅណាគេចង់បំផុសឲ្យប្រជាជនខ្មែរនឹងប្រើអំពើហិង្សាទៅលើការទាមទារអ្វីមួយណាការបដកម្មអ្វីមួយបងប្អូនមើលទៅខ្ញុំសុខចិត្តសងំយូរឯងបងប្អូនខ្ញុំអត់មាត់ពីព្រោះសមត្ថភាពត្រឹមគឹមសុខត្រឹមឆាមឆានីត្រឹមសុនរាមមិនស្មើនឹងអស់លោកអិសរាជជនជាន់ខ្ពស់ចំនួនសម្ដេចស៊ីនុទេណាហើយទៅបង្កើតចលនាតស៊ូចង់ទៅបង្កើតរដ្ឋាភិបាលទៅរួចទេបងប្អូនណាជាពិសេសពាក្យថាចលនាជាតិតស៊ូណាអ្នកណាជាជាតិអ្នកណាជាអ្នកតស៊ូហើយអ្នកធ្វើចលនាទាំងប្រមាណហ្នឹងធ្លាប់មានការពិសោធន៍ក្នុងការធ្វើបរិវត្តការតស៊ូទេឬមួយគ្រាន់តែតស៊ូតាមមាត់តាម Facebook តាមប្រព័ន្ធមេឌៀឬយ៉ាងម៉េចពីព្រោះពាក្យថាតស៊ូមួយម៉ាត់ដែរបងប្អូនចាំទៅសម្ដេចស៊ីនុបង្កើតរាជរដ្ឋាភិបាលរួបរวมជាតិមួយនៅប៉េកាំងប្រទេសចិននៅឆ្នាំ1970មានរឿងរ៉ាវច្រើនណាស់ដែលអស់លោកអ្នកនយោបាយទាំងឡាយត្រូវអាននេះដែលខ្ញុំតែងតែនិយាយនេះកម្ពុជានិងសហព័ន្ធឥណ្ឌូចិនត្រូវអានហើយត្រូវយកមកពិចារណាពីព្រោះចាប់តាំងពីឆ្នាំ1940រហូតដល់1955គំនិតពួកបរទេសតែងតែធ្វើម៉េចបំផ្លាញជាតិសាសន៍ខ្មែរជាពិសេសចំនួនសម្ដេចស៊ីនុដែលលោកនៅសោយរាជនេះឥឡូវខ្ញុំសូមអានអត្ថបទមួយឲ្យពួកសំរងស៊ីឲ្យពួកអេងឆេអៀងឲ្យពួកសុនរាឲ្យពួកឆាមឆានីជាពិសេសគឹមសុខស្ដាប់នៅថ្ងៃទី10សីហាឆ្នាំ1945 4ថ្ងៃក្រោយផ្ទុះគ្រាប់បែកបរមាណូទី1នៅជប៉ុនលោកសឹងថាញ់បង្កើតរឿងខ្លាញ់បន្លំមួយឲ្យគេចាប់រដ្ឋមន្ត្រីទាំងអស់ដែលគាត់យល់ថាមានចំណូលជាមួយនឹងបារាំងអ្នកដែលទៅចាប់រដ្ឋមន្ត្រីទាំងនោះសុទ្ធតែជាសមាជិកនៃចលនាយុវជនឥណ្ឌូចិនដែលគេបាន
ដាក់ឈ្មោះថ្មីថាយុវ័នកម្ពុជារដ្ឋថ្ងៃ14សីហាលោកសឹងថាញ់បានត្រូវតែងតាំងជារដ្ឋមន្ត្រីទី1ហើយនៅកាន់ក្រសួងការបរទេសលោកប៉ែននុតទទួលក្រសួងហិរញ្ញវត្ថុលោកញឹកចលុងក្រសួងសេដ្ឋកិច្ចជាតិលោកប៉ាឈឿនក្រសួងផ្ដល់ស្បៀងនិងភស្តុភារលោកសុំហៀងក្រសួងមហាផ្ទៃលោកខុមទឹក ទទួលក្រសួងការពារប្រទេសត្រួតត្រាក្រសួងសុខាភិបាលថ្ងៃ8កញ្ញាឆ្នាំ1945កងទាហានអង់គ្លេសមួយកងបានមកដល់ភ្នំពេញដើម្បីទទួលយកការព្រមព្រៀងដាក់អាវុធពីទាហានជប៉ុនឃើញទេអានឹងក្រោយពេលទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូរួចហើយនឹងពេលនោះលោកសុងថាញ់បានប្រើប្រាស់យុវជនឥណ្ឌូចិនចាប់មន្ត្រីរាជការទាំងឡាយដែលគេយល់ថាមាននិន្នាការនៅក្រោមឥទ្ធិពលបារាំងតែក្រោយពីជប៉ុនទទួលឥទ្ធិពលបារាំងជ័យនៅពេលការទម្លាក់គ្រាប់បែកលើកទី1កងទ័ពអង់គ្លេសមួយក្រុមបានចូលមកដើម្បីទទួលការទម្លាក់អាវុធរបស់ជប៉ុនបានន័យថាចាប់តាំងពីឆ្នាំ1940រហូតដល់ឆ្នាំ70ឥទ្ធិពលបរទេសមានរឿងច្រើនណាស់ដែលចង់បំបីបំបាក់ខ្មែរក៏ប៉ុន្តែថ្មីបើលោកសឹងថាញ់គាត់បានចាត់មន្ត្រីដែលគាត់យល់ឃើញថាជាមនុស្សដែលក្រោមឥទ្ធិពលបារាំងក៏ដោយប៉ុន្តែទីបំផុតគាត់នៅតែមានគំនិតទាមទារឯករាជ្យពីបារាំងឃើញទេគេគិតប្រយោជន៍រួមអញ្ចឹងហើយបានជាខ្ញុំលើពាក្យថាចលនាជាតិតស៊ូនោះសូមអស់លោកបងប្អូនខ្មែរជាពិសេសខ្មែរនៅក្នុងប្រទេសប្រយ័ត្នអាពាក្យជាតិនេះហើយដែលគេបោកប្រាស់យើងណារណសេរីរួមជាតិរាជរដ្ឋាភិបាលរួមជាតិគណៈបកសង្គ្រោះជាតិណារណសេរីរោជរវខរំដោះប្រជាពលរដ្ឋខ្មែរដែលមានបច្ចនាជាតិអត់ខុសពីជាតិទេបងប្អូនអញ្ចឹងជាតិមិនមែនសំដៅទៅលើបុគ្គលសំស៊ីទេជាតិគឺជាប្រទេសមួយដែលមានអាសនៈនៅអង្គការសហប្រជាជាតិដែលមានរាជរដ្ឋាភិបាលដែលមានអ្នកគ្រប់គ្រងមានគ្រប់ក្រសួងទាំងអស់គឺរដ្ឋាភិបាលសពថ្ងៃគឺជាជាតិអញ្ចឹងតាមសម្ដីរបស់គឹមសុខខ្ញុំស្ដាប់ទៅគេចង់និយាយថាថ្ងៃក្រោយមិនបាច់មានការបោះឆ្នោតទេបាទមិនបាច់មានការបោះឆ្នោតទេគេមិនរំពឹងការបោះឆ្នោតអញ្ចឹងមានតែការរើបំរាស់ណាអញ្ចឹងយ៉ាងម៉េចបើឯងរើបំរាស់ណែឯងមិនចង់មានការបោះឆ្នោតតែណែឯងមានគំនិតយ៉ាងម៉េចណែឯងចង់ទៅធ្វើបាតកម្មដើម្បីទម្លាក់របបនឹងមួយដែលខុសនឹងរដ្ឋធម្មនុញ្ញខុសនឹងច្បាប់អន្តរជាតិគេចង់ឲ្យមានការបោះឆ្នោតមួយនៅកម្ពុជាណាសូមបងប្អូនមើលណាឲ្យបងប្អូនស្ដាប់គឹមសុខទៅណាហើយអ្វីដែលកើតឡើងនៅក្នុងសង្គមនយោបាយនៅក្នុងប្រទេសកម្ពុជាសូមបងប្អូនទាំងអស់ប្រយ័ត្នខ្ញុំនិយាយនេះលើកនេះអំពីភាពកលល្បិចរបស់លោកសឹងថាញ់ដែលលោកបានធ្វើកាលពីឆ្នាំ1945ចាប់មន្ត្រីណាដែលសង្ស័យបំរើបារាំងនៅពេលដែលជប៉ុនឈ្នះបារាំងតែទីបំផុតជប៉ុនបរាជ័យតែគំនិតលោកសឹងថាញ់នៅតែចង់បានឯករាជ្យនៅក្នុងប្រទេសកម្ពុជាអញ្ចឹងនៅក្នុងជំនាន់នោះមានទាហានអង់គ្លេសមានទាហានជប៉ុនមានយួនមានសៀមច្របូកច្បល់នយោបាយរហូតដល់ឆ្នាំ1953មុនស្រុកយើងឯករាជ្យរដ្ឋាភិបាលសាមគ្គីជាតិមួយដែលដឹកនាំដោយសឹងមិញដែលយួនជាអ្នករៀបចំបានប្រណាំងប្រជែងគ្នានៅហ្សឺណែវណានៅហ្សឺណែវជាមួយរដ្ឋាភិបាលសម្ដេចសៀនុដែលដឹកនាំដោយសម្ដេចប៉ែននុតបានប្រជែងគ្នាកាលនោះយួនចង់ឲ្យរដ្ឋាភិបាលសឹងមិញនឹងទាមទារចែកប្រទេសកម្ពុជាជាពីរបងប្អូនត្រៃម្ខាងម្នាក់ប៉ុន្តែក្រុមអ្នកនយោបាយអិសរាជជនខ្មែរជំនាន់នោះជាពិសេសសម្ដេចប៉ែននុតមិនព្រមបងប្អូនមិនព្រមនៅឆ្នាំ1953ឥឡូវទៀតឥឡូវហ្នឹងប៉ុន្តែកម្លាំងដែលសំរងស៊ីសមត្ថភាពអ្នកដែលនៅជុំវិញសំរងស៊ីមិនអាចធ្វើអ្វីបានទេដូចខ្ញុំនិយាយចឹង
រាជរដ្ឋាភិបាលរួមជាតិរបស់សម្ដេចប៉ែននុតពោពេញដោយបញ្ញវន្តច្បាស់លាស់ច្រើនណាស់តែទីបំផុតត្រូវអត់បានកាន់អំណាចនៅឆ្នាំ1975រណសេររជរបខរបស់លោកស៊ុនសានក៏មានបញ្ញវន្តសិស្សនិស្សិតច្រើនណាស់បងប្អូនតែទីបំផុតលទ្ធផលយ៉ាងម៉េចអញ្ចឹងសមាជិកដែលសមស៊ីបង្កើតពាក្យថាចលនាតស៊ូវាក៏ដាំជែកឯងបងប្អូនណាចលនាតស៊ូដាំជែកកុំយកពាក្យជាតិមកនិយាយបាទកុំយកពាក្យជាតិមកនិយាយបាទគឺជាចលនាដាំជែកមួយដែលអ្នកឯងសមត្ថភាពប៉ុណ្ណេះមិនអាចធ្វើអីទៅបានទេអញ្ចឹងខ្ញុំសូមជម្រាបជូនបងប្អូននៅក្នុងប្រទេសត្រូវគិតក្នុងកលៈទេសៈនេះបើយើងដើរមិនត្រូវកលៈទេសៈប្រទេសយើងដូចឆ្នាំ1945ដូចឆ្នាំ1953អញ្ចឹងបងប្អូនមានចាំទេការសម្ដេចឈិនុលោកនៅសៅរាជលោកមាននយោបាយមួយកំចាត់ពួកយេមិញកាលនោះពួកយេមិញមានបំណងចង់ចែកប្រទេសកម្ពុជាយើងជាពីរនៅឆ្នាំ1953រហូតដល់សម្ដេចឈិនុលោកទម្លាក់ដាក់រាជនៅឆ្នាំ1955ឲ្យព្រះមេដាព្រះអង្គសោយរាជហើយព្រះអង្គធ្វើនយោបាយពេលនោះយុទ្ធសាស្ត្រសទៅជាខ្មៅទៅជាសអ្នកជានិយមខ្លាយទៅជាអ្នកក្បត់ទីបំផុតនេះហើយដោយសារនយោបាយរបស់យើងនេះណាបងប្អូនគិតណាហេតុអីបានជារាជរដ្ឋាភិបាលរួមជាតិដែលអក្សរកាត់ថាក្រុងរបស់សម្ដេចប៉ែននុតរបស់សម្ដេចសៀនុទីបំផុតអត់បានកាន់អំណាចនៅថ្ងៃ17មេសា75អ្នកណាគេដោយសារមានខ្មែរមួយក្រុមដែលបំរើនយោបាយរបស់បរទេសដោយសមស៊ីសប្តាហ៍ថ្ងៃនេះឥឡូវណាដោយសារយើងមានកំហុសជាមួយអ្នកនយោបាយដូចគ្នាអញ្ចឹងទៅបង្កើតពាក្យមួយណាទៅបង្កើតក្រុមដូចជាគឹមសុកចឹងពីដើមណាដៀលសមស៊ីសុទ្ធតែហុចដងដើរឲ្យសត្រូវណាទីបំផុតចូលជាមួយនឹងសមស៊ីដូចឈ្នេះអ្វីណែឯប្រែប្រួលខ្ញុំក៏ទៅប្រែប្រួលដែរព្រោះខ្ញុំមើលឃើញថាចំណុចពេលដែលសម្ដេចតេជោហ៊ុនសែនទោះបីពីមុនមកក៏ដោយឥឡូវគាត់ត្រូវរៀបចំប្រទេសទប់ទល់ជាមួយផែនការសត្រូវជិតខាងដែលយើងម្នាក់ត្រូវធ្វើអ្វីមួយដែលជាប្រយោជន៍ជាតិឃើញទេលោកសឹងអុកថាញ់នៅឆ្នាំ1945លោកបានចាប់ពួកមន្ត្រីទាំងឡាយដែលនៅក្រោមឥទ្ធិពលបារាំងតែទីបំផុតត្រូវដោះលែងវិញហើយលោកសឹងអុកថាញ់ក៏ធ្វើចលនាមួយដើម្បីឯករាជ្យទីបំផុតដោយសារឥទ្ធិពលនយោបាយបរទេសដោយសារការងប់ងល់មិនយល់នយោបាយនេះហើយទើបទីបំផុតលោកសឹងអុកថាញ់ត្រូវស្លាប់នៅក្នុងគុកនៃប្រទេសយួននៅឆ្នាំ1977នៅគុកជីវ៉ាគុកពេលតែក្រោយប្រទេសវៀតណាមខ្លាយជាកុម្មុយនីសគេចាប់លោកសឹងអុកថាញ់យកទៅដាក់គុកជីវ៉ានោះទីបំផុតស្រាប់អញ្ចឹងអ្នកស្នេហាជាតិទាំងឡាយអ្នកនយោបាយទាំងឡាយជាពិសេសអស់លោកអ្នកនយោបាយចំនួនថ្មីមានស្អីឆាំឆានីមានសុនរាមានកឹមសុខគុំតាំងថាខ្លួនឯងអ្នកក្រាន់បើហើយកុំចង់ទៅធ្វើបាតកម្មអ្វីទៀមទីបងប្អូនស្ដាប់កឹមសុខទៅណាបានតែមាត់ទេបងប្អូនពូកែបានទៅតាមឡាញទេទិស្ដីពូកែមែនណាពីព្រោះកឹមសុខនឹងខ្ញុំធ្លាប់និយាយគ្នាណាហើយមិត្តភ័ក្តិរបស់ខ្ញុំដែលជាចដូនមួយរបស់កឹមសុខហ្នឹងបានប្រាប់ខ្ញុំពីលក្ខណៈកឹមសុខច្រើនដែរអញ្ចឹងឥឡូវនេះកឹមសុខជាអ្នកនាំពាក្យនៃចលនាស្អីគេជាតិគឺសមរស៊ីយ៉ាងម៉េចណាជាតិគឺជាសមរស៊ីឬយ៉ាងម៉េចបងប្អូនខ្មែរនៅក្នុងប្រទេសប្រយ័ត្នព្រោះកឹមសុខមានបំណងមួយចង់ឲ្យពេលដែលមានធ្វើបាតកម្មអ្វីមួយចលនាមហាជនអ្វីមួយគឺកឹមសុខទៅតែរំលំត្រូវតែរំលាយដែលខ្ញុំមិនយល់ព្រមបើសិនជាអ្នកឯងរំលំរំលាយដែលរបបអ្នកឯងយល់ឃើញថាអាក្រក់ចំពោះអ្នកឯងហ្នឹងតើអ្នកឯងអាចកាន់កាប់ប្រទេសអាចកែខៃប្រទេសអាចរួចផុតពីបំណងយួននឹងសៀមបាននេះឥឡូវខ្ញុំសួរកឹមសុខបើចលនាអ្នកឯងឈ្នះណែចាប់ខ្ញុំដាក់គុកហ៎ណែសម្រាប់អ្នកបកប្រជាជនណាឬយ៉ាងម៉េចខ្ញុំដឹងមិននិយាយនេះខ្ញុំមិនដឹងទេបងប្អូន
ធម្មតាក្នុងគណៈបកណាក៏ដោយមានបញ្ហាចោតប៉ុន្តែសូមកុំភ្លេចបកប្រជាជនមានរូបមន្តមួយគេរួមសាមគ្គីគ្នាណាមិនមែនដូចឯងទេណែហេតុអីបានជាគឹមសុខពីដើមចោតសំស៊ីថាហុចដងដាវឲ្យសត្រូវទស្សនៈជាមួយខ្ញុំឥឡូវហេតុអីបានជាគឹមសុខទៅចូលដៃជាមួយនឹងមូសហួរនឹងសំស៊ីណែឥឡូវបងប្អូនគិតទៅអញ្ចឹងខ្ញុំទៅចូលរួមជាមួយសម្ដេចតេជោហ៊ុនសែនខ្ញុំខុសដែរណាឥឡូវខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាសូមបងប្អូនកុំសង្ឃឹមចលនាជាតិដែលធ្វើដើម្បីបុគ្គលមិនអាចឈ្នះបានទេគឺជាចលនាដាំជែកសំនឹងស៊ីខ្ញុំហ៊ានប្រកាសអញ្ចឹងកុំយកពាក្យជាតិយកមកបញ្ចូលចលនាជាតិតស៊ូកុំយកឲ្យសោះជាតិស្អីគេណៃស្រឡាញ់ជាតិតែណៃឯងណៃតស៊ូដើម្បីជាតិហើយណៃធ្លាប់កាន់អាវុធតស៊ូឯណៃធ្លាប់ធ្វើបដិវត្តឯអ្វីទៅការតស៊ូអ្វីទៅការធ្វើបដិវត្តអ្វីទៅជាតិមិនមែនជាសំនឹងស៊ីទេជាតិគឺជាតំណាងប្រទេសដែលអង្គការសហប្រជាជាតិបានទទួលស្គាល់រហូតដល់តាមសម្ដីរបស់គឹមសុខឬក៏សម្ដីរបស់មនុស្សម្នាក់នៅញូហ្សេឡង់គេចង់ឲ្យពេលដែលគេពួកគេបះបោរឡើងនេះគេចង់ឲ្យព្យួរអាសនៈប្រទេសកម្ពុជានៅអង្គការសហជីវជាតិទៅទៀតណាមើលបញ្ញវន្តចំនួនក្រោយគេនិយាយបងប្អូនស្ដាប់ទៅបញ្ញវន្តម្នាក់ដែលនៅប្រទេសញូហ្សេឡង់គេបាននិយាយហើយបើចលនាតស៊ូរបស់គេនឹងមានកម្លាំងធ្វើតាមគឹមសុខដោយរហូតដល់ប្រើហិង្សាណាគេឈ្នះឬក៏គេមិនឈ្នះអីគេចង់ឲ្យផ្អាកឬក៏ព្យួរណាអាសនៈប្រទេសកម្ពុជានៅអង្គការជាតិណាវាដូចធំហួសបងប្អូនបើតកតនឹងការឈ្លានពានរបស់ប្រទេសជិតខាងដូចឆ្នាំ79ដោយសារប្រទេសកម្ពុជាយើងមានការច្បុកច្បល់ដោយសារការមានទាមទារអំពីសំណាច់ឈ្នុអញ្ចឹងប្រទេសកម្ពុជាយើងឆ្នាំ79ហ្នឹងបានព្យួរអាសនៈនៅអង្គការជាតិប៉ុន្តែគណៈបកដូចប៉ុណ្ណេះគ្មានអ្វីគួរឲ្យចម្លែកទេបងប្អូនចលនាជាតិតស៊ូជាតិហ្នឹងគឺសំនឹងស៊ីណាហើយមនុស្សមិនដែលតស៊ូមិនដែលធ្វើបរិវត្តផងទៅចង់តស៊ូអញ្ចឹងសូមបងប្អូនទាំងអស់ប្រយ័ត្នព្រោះសភាពការនយោបាយនៅក្នុងប្រទេសកម្ពុជាប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃពេលដែលខ្ញុំទៅពីខែមករាឆ្នាំ2025ខ្ញុំដឹងថាទឹកចិត្តប្រជាជនខ្មែរយើងសប្តាហ៍ថ្ងៃមិនដូចប្រជាជនពីមុនដែលសំរងស៊ីអាចបោកបានអត់ដូចទេណាទោះបីមានការខ្វះខាតលំបាកក៏ដោយវាជាចំណែកមួយតូចទេពីព្រោះធម្មតាទេបងប្អូនណែឯងនៅក្នុងគណៈបកសង្គមជាតិណែឯងនិយមសំស៊ីមិនចូលចិត្តខ្ញុំដែលចូលបម្រើគណៈបកប្រជាជនជាការធម្មតាទេណែមិនចូលចិត្តខ្ញុំក៏អត់ចូលចិត្តណែដែរណាព្រោះណែឯងបានទុកខ្ញុំជាកបិតចាស់ដែលណែឯងចោលច្រេះចាប់ណាដូចខ្ញុំនិយាយអញ្ចឹងឥឡូវនេះសម្ដេចតេជោហ៊ុនសែនបានសំលៀងយ៉ាងមុតហើយរចនាស្រោមដោយឯកឧត្តមសេនីយ៍ហ៊ីងមិនហៀងផ្កាយ4ដែលជាប្រធានកអង្គរៈគឺខ្ញុំដែលជាកំបិតនៅក្នុងស្រោមដែលអ្នកឯងទាំងអស់គ្នាមើលងាយខ្ញុំអ្នកឯងចាត់ទុកខ្ញុំជាកំបិតច្រេះចាប់ឥឡូវខ្ញុំនឹងធ្វើឲ្យអ្នកឯងមើលអញ្ចឹងរឿងបញ្ហាតស៊ូបញ្ហាបង្កើតចលនាដែលសមាជិកមានអ្នកនាំពាក្យគឹមសុខឆាំឆានីអត់មាននៅក្នុងបញ្ជីសុនរាទេបើគេតែគេចាំធ្វើជានាយករដ្ឋមន្ត្រីដាំជែកទៅណាដាំជែកទៅហើយអ្នកឯងកុំសង្ឃឹមថាអ្នកឯងនឹងអាចមានវាសនាណាយកការតស៊ូនឹងយកមកប្រៀបធៀបជាមួយនឹងចលនាតស៊ូឬក៏រដ្ឋាភិបាលសម្ដេចសៀវកាលពី70មកដើរនយោបាយនៅឆ្នាំ79រហូតដល់ថ្ងៃកុំសង្ឃឹមមិនសោះស្មានតែចលនាតស៊ូណែឯងដែលប្រើជាតិហ្នឹងអាចធ្វើអីទៅបានខ្ញុំយល់ឃើញថាมันអាចទៅបានទេណាអ្នកហ្នឹងគ្រាន់តែតស៊ូនៅស្រុកប្រាំងអត់មានកងទ័ពអត់មានកម្លាំងប្រជាជនគ្រាន់តែក្លាហាននៅ Facebook ក្លាហានតាម YouTube ក្លាហានតាមវេទិកាហ្នឹងហើយធ្វើនយោបាយបែបទស្សនកិច្ចនយោបាយហ្នឹងតើអាចឈ្នះបានទេហើយអ្នកទាំងអស់ហ្នឹងមិនដែលតស៊ូមិនដែលយល់ថាពាក្យអ្វីតស៊ូណាអ្វីធ្វើបដិវត្តដើម្បីជាតិផងហ្នឹងអត់ដែលណា
បងប្អូនមើលអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាខ្ញុំយល់បងប្អូនណាខ្ញុំយល់មិនមែនខ្ញុំមិនដឹងទេប៉ុន្តែកន្លែងខ្លះកលៈទេសៈខ្លះបើយើងមិនសាមគ្គីគ្នាបើយើងមិនប្រយ័ត្នយើងនឹងធ្លាក់នៅក្នុងអណ្ដាតយួនសៀមដោយទសវត្សរ៍ឆ្នាំ1940នេះក្នុងសភៅឯកសារនេះបងប្អូនមានរឿងរ៉ាវច្រើនណាស់ទាំងលោកសំស៊ីណាទាំងអ្នកនយោបាយចំនួនក្រោយមើលសភៅកម្ពុជានិងសហព័ន្ធដូចចិត្តអស់លោកនឹងយល់ដែលឆ្នាំ1953ខ្មែរមួយក្រុមដែលតាំងខ្លួនអ្នកជាតិនិយមអ្នកស្រាជាតិហ្នឹងដែលដឹកនាំដោយសឹងអង្មិញបានចង់កាន់កាប់ប្រទេសរហូតដល់ចង់ចែកប្រទេសកម្ពុជាជាពីរនេះអស់លោកខ្លះដឹងទេមើលសភៅនេះទៅដឹងទេតែទីបំផុតត្រូវបរាជ័យអញ្ចឹងអ្វីដែលគឹមសុខគេសង្ឃឹមថាសំរងស៊ីណាក្រុមគេនឹងអាចទៀមទាឬក៏ប្រើកម្លាំងផ្ការីកកម្លាំងប្រជាជនដើម្បីវាយរំលំដោយប្រើអំពើហិង្សាទៅលើរបបមួយដែលពួកឯងស្អប់ទៅអត់រួចទេបាទទៅរួចទេបងប្អូនខ្ញុំណាអានសភៅនេះមិនទាន់អស់ទេបងប្អូននេះមានរឿងរ៉ាវច្រើនណាស់ដែលសភៅនេះធ្វើឲ្យខ្ញុំយល់អំពីនយោបាយក្នុងប្រទេសកម្ពុជាមានពេលខ្លះយើងស្អប់តែយើងត្រូវការមានពេលខ្លះយើងស្រឡាញ់តែត្រូវបរាជ័យអញ្ចឹងនៅក្នុងប្រព័ន្ធនយោបាយក្នុងប្រទេសកម្ពុជាអ្នកនយោបាយចំនួនលោកសឹងលោកថាញ់ចំនួនលោកបាច់ឈឿនចំនួនលោកសុំហៀងចំនួនអស់លោកទាំងឡាយដែលបានធ្វើនយោបាយកាលពីឆ្នាំ1945ឥឡូវបាត់តាណាអស់ដោយសារអីដោយសារមោទនភាពអ្នកខ្លះតាំងខ្លួនជាអ្នកនយោបាយលោកសំរងស៊ីនយោបាយគាត់ជាអ្នកមានចំណេះវិជ្ជាជ្រៅជ្រះហើយនៅស្រុកបារាំងប៉ុន្តែកិច្ចការនយោបាយនៅក្នុងប្រទេសកម្ពុជានៅខ្សោយណាស់នៅខ្ចីណាស់ណាឲ្យតែគាត់បានអានសភៅនេះចប់គាត់នឹងយល់ហើយនេះសភៅកម្ពុជានឹងដូចចិនគាត់យល់អញ្ចឹងក្នុងកលៈទេសៈនេះខ្ញុំយល់ថាហួសពេលហើយអ្នកឯងធ្វើអ្វីក៏ដោយគ្រាន់តែជាក្រុមដាំចេកខ្ញុំហ៊ានសន្មត់ហើយតារាមណាជីវិតខ្ញុំរស់នៅខ្ញុំចាំមើលណៃទប់ទល់ជាមួយណៃចនិចបាទទប់ទល់ជាមួយណៃសមត្ថភាពណៃប៉ុណ្ណេះខ្ញុំមិនខ្លាចនឹងទប់ទល់ជាមួយណៃទេឥឡូវតាក់ទងនឹងបញ្ហាតុលាការដែលបើកស្នាតុលាការបារាំងបើកសាវនាការពីសំណុំរឿងឧត្តមសេនីយ៍ខ្មែរពីររូបបាទឥឡូវយ៉ាងម៉េចចៅក្រមបានសន្និដ្ឋានរួចហើយមិនមានផុសតាងច្បាស់លាស់មិនមានសាក្សីគ្រាន់តែសេចក្តីរាយការណ៍យើងនៅបារាំងយើងនៅអាមេរិកយើងដឹងហើយទោះបីមានរបាយការណ៍ពីប៉ូលីសយ៉ាងណាក៏ដោយបើគ្មានសាក្សីបើគ្មានផុសតាងមិនអាចកាត់ក្តីបានទេណាអញ្ចឹងត្រូវបងប្អូនត្រូវយល់ខ្ញុំសូមអាននៅសំណេរយ៉ាងខ្លីមួយហើយដោយសារខ្ញុំមិនដែលឃើញសំណេរនេះបងប្អូនសំណេរនេះជាសំណេរដែលសំរងស៊ីបានសរសេរទៅសម្ដេចតេជោហើយមានន័យខ្លីខ្ញុំអានយ៉ាងខ្លីបងប្អូនណាតាក់ទងនឹងជាមចនីដែលសំរងស៊ីសរសេរកាលពីថ្ងៃ3ខែកុម្ភៈឆ្នាំ2006អញ្ចឹងសូមបងប្អូនអ្នកនយោបាយទាំងអស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសសូមមេត្តាកុំចាញ់បោកមនុស្សកលិចបែបនេះសំណេរនេះមានដូចតទៅបងប្អូននេះជំរាបជូនសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាណាបានន័យថាសរសេរនៅក្រុងប៉ារីសថ្ងៃ3កុម្ភៈឆ្នាំ2006ខ្ញុំមានការសោកស្ដាយជាខ្លាំងដោយបានកត់សម្គាល់ឃើញថាស្ថានភាពនយោបាយនៅប្រទេសកម្ពុជាមានភាពកាន់តែធូរស្រាលទៅក្នុងរយៈពេលប្រហែលថ្ងៃកន្លងទៅនេះខ្ញុំសូមសម្ដែងអំណរគុណជូនសម្ដេចដែលជំរុញឲ្យមានការវិវត្តបែបនេះជាពិសេសការសរសេរលិខិតថ្វាយព្រះមហាក្សត្រស្នើសុំបន្ធូរបន្ថយលោកជាមចានីបន្ទាប់ពីសម្ដេចបានស្នើឲ្យតុលាការដោះលែងមេដឹកនាំនៃសង្គមស៊ីវិលមួយចំនួនផុតពីពន្ធនាគារចំពោះរូបខ្ញុំក៏មានទស្សនៈដូចសម្ដេចអញ្ចឹងដែរគឺចង់ឲ្យ
មានការផ្សះផ្សាជាតិឥឡូវចំណុចមួយដែលបងប្អូនយកទៅពិចារណាខ្ញុំមានការសោកស្ដាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្ដេចនាយករដ្ឋមន្ត្រីដោយដូចជាការបោកក្របបែកដូចជាការចោទប្រកាន់ថាសម្ដេចនាយករដ្ឋមន្ត្រីនៅពីក្រោយការគប់ក្របបែកលើវងបាតកោថ្ងៃទី10ខែមិនិនាឆ្នាំ1997នៅមុខរដ្ឋសភាខ្ញុំមើលអក្សរអត់សូវច្បាស់ដែរអក្សរនេះវាតូចពេកនៅមុខរដ្ឋសភាដោយចោទសម្ដេចនាយករដ្ឋមន្ត្រីថាប៉ុនប៉ងសម្រាប់អិសរាជជន5នាក់នឹងការចោទប្រកាន់មួយចំនួនទៀតលើសម្ដេចនាយករដ្ឋមន្ត្រីលក្ខណៈចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងផ្លាស់ប្ដូរអរិយាប័ត្ររបស់ខ្ញុំដើម្បីបញ្ចប់បញ្ហាទាំងនេះហើយជៀសវាងមិនឲ្យបញ្ហានេះកើតឡើងជីទៅខ្ញុំបានសម្រេចចិត្តថាមិនត្រូវយកបញ្ហាបុគ្គលជាធំទេតែត្រូវផ្ដោតអារម្មណ៍ទៅលើបញ្ហាជាតិឯនោះវិញដែលត្រូវរកដំណោះស្រាយដោយសន្តិវិធីដោយការគោរពគ្នាទៅវិញទៅមកដំណោះស្រាយចំពោះបញ្ហាជាតិទាំងឡាយមិនទាមទារឲ្យមានអ្នកឈ្នះអ្នកចាញ់ដោយសារយើងជាខ្មែរដូចគ្នាដែលត្រូវរួមរស់ជាមួយគ្នាមានតែប្រទេសកម្ពុជានិងប្រជារាស្ត្រខ្មែរទេដែលទទួលមិនចឹងបានជោគជ័យកាន់តែប្រសើរបាទវាបាត់ពីនេះបើខ្ញុំទៅបាទសុំទោសបាទណាបាទហើយនៅក្នុងសំណេរនោះបងប្អូនឃើញក្នុង Facebook ជាច្រើនដែលសំរងស៊ីបានសុំទោសសម្ដេចដែលចូលហ៊ុនសែនឲ្យបានសន្យាថានឹងលេងធ្វើដូច្នេះហើយខ្ញុំអត់ដែលឃើញទេបងប្អូនច្បុតហ្នឹងតែមិនឃើញទេនេះបាទទៅតែឃើញថ្មីនេះបងប្អូនទៅតែឃើញថ្មីនេះដោយសារនេះជាសម្បត្តិដែលសំរងស៊ីបានសរសេរទៅសម្ដេចតេជោកាលពីឆ្នាំ2006អញ្ចឹងវារឹតតែបង្ហាញឲ្យឃើញភាពចំក្រឡិចរបស់សំរងស៊ីភាពមិនគោរពសម្ដីរបស់សំរងស៊ីដែលយករឿងបុគ្គលយកមកនិយាយគាត់និយាយតាំងពីគាត់និទានរឿងតាខ្វាក់គាត់និទានរឿងច្រើនណាស់បងប្អូនដែលជារឿងបុគ្គលរហូតដល់មើលងាយសមត្ថភាពរបស់មនុស្សចំនួនក្រោយទៀតអញ្ចឹងនៅពេលដែលខ្ញុំឃើញសម្បត្តិនេះខ្ញុំកាន់តែមានចិត្តមួយយល់ឃើញថាសំរងស៊ីជាមនុស្សដែលមិនប្រកាន់សច្ចធម៌ហើយនយោបាយកម្ពុជាក៏នៅខ្ចីណាស់បងប្អូនព្រោះគាត់មិនដែលរស់នៅរបបលូលណុលណាមិនដែលរស់នៅរបបសម្ដេចស៊ីនុរស់នៅបានតិចតួចមិនដែលរស់នៅរបបប៉ុលពតមិនដែលតស៊ូលំបាកនៅជំរំអញ្ចឹងអ្វីដែលគាត់ធ្វើចំណុចខ្លះរបៀបជាអភិជនដែលគ្មានគំនិតបដិវត្តគ្មានគំនិតតស៊ូហើយតបកាចលនាតស៊ូហ្នឹងបាទអ្នកចេះតែបើកឡាននាំប្រជាជនខ្មែរទៅបើកយន្តហោះរួចអត់ឥឡូវនេះសំស៊ីនាំខ្លួនឯងមិនមែនអ្នកគាត់តែចេះបើកឡានទៅបើកយន្តហោះនាំប្រជាជនធ្វើបង្កើតចលនាតស៊ូជាតិយកខ្លួនឯងជាជាតិអ្នកណាមិនចូលរួមជាមួយសំស៊ីគឺក្បត់ជាតិលក់ទឹកលក់ដីណាដូចជារូបខ្ញុំអញ្ចឹងខ្ញុំធ្លាប់គ្រប់គ្រងសំស៊ីតែខ្ញុំមិនបានដឹងពីចរិតសំស៊ីប្រហែលទេដោយសារមានពេលខ្លះយើងបានគិតឲ្យបានពិចារណាឥឡូវនេះខ្ញុំសិក្សាច្បាស់លាស់បាទខ្ញុំសិក្សាច្បាស់រហូតដល់ខ្ញុំហ៊ានទៅសេទប់ទល់ជាមួយសំស៊ីបងប្អូននេះខ្ញុំហ៊ានទប់ទល់ខ្ញុំអត់ខ្លាចទេបាទហើយអ្វីដែលសំស៊ីបង្កើតឡើងចលនាជាតិតស៊ូហ្នឹងគាត់លើពាក្យជាតិខ្ញុំសង្កេតជាតិណាចលនាសាមគ្គីជាតិកាលពីឆ្នាំ1953រណសេរីរួមជាតិកាលពីឆ្នាំ1970ណាសង្គ្រោះជាតិឥឡូវនឹងវាចេញចលនាជាតិតស៊ូអីបើមនុស្សមិនដែលតស៊ូមួយម៉ាត់ផងមនុស្សមិនដែលតស៊ូស្អីផងហ្នឹងទៅតស៊ូយកស្អីហើយកឹមសុខចង់នាំប្រជាជនបះបោណាព្រោះបងប្អូនស្ដាប់កឹមសុខទៅបានន័យថាមិនមែនទៅទីមទាទេណា
បងប្អូនស្ដាប់គឹមសុកទៅនិយាយទៅប៉ុន្តែខ្ញុំយល់ឃើញថាមនុស្សបានតែទិសស្ដីខ្ញុំមិនឲ្យតម្លៃទេព្រោះខ្ញុំធ្លាប់ស្គាល់ទស្សនៈមនុស្សបែបនេះហើយបើណែឯងចង់ against ខ្ញុំណែចង់ទប់ទល់ជាមួយខ្ញុំអូខេបាទខ្ញុំមិនមានបុណ្យស័ក្តិអីនៅចលនាជាតិជាអ្នកនាំពាក្យជាមន្ត្រីជាបេក្ខជននាយករដ្ឋមន្ត្រីតែខ្ញុំចាំមើលតើណែឯងដើរដល់ណាហើយបើប្រជាជនខ្មែរធ្វើតាមគឹមសុកធ្វើតាមសំរងស៊ីដោះអាវប៉ាក់ពាក់អាវជាតិហ្នឹងវាប្រកាសជាដូចសម្ដីរបស់ក្មួយម្នាក់ដែលគាត់សរសេរនោះណាក្មួយឈ្មោះឡូបាតេរីនោះគាត់សរសេររួចហើយបងប្អូននេះគាត់សរសេរហើយខ្ញុំអានម្ដងទៀតបាទខ្ញុំសូមអានម្ដងទៀតគាត់សរសេររួចហើយបាទនេះបាទចុះមិនគឺនេះឡូបាតេរីនេះគាត់សរសេរដោះអាវប៉ាក់ពាក់អាវគុករាំងស៊ីទៅរុកសម្បុកអមាល់សាកទៅបើមិនហៅមុខភ្នល់ឃើញទេឥឡូវនឹងសំស៊ីនាំកូនចៅពីប្រមាណនេះហ្នឹងជាពិសេសធ្វើបដិវត្តតស៊ូនៅក្រៅប្រទេសតើតែមានកម្លាំងនៅក្នុងប្រទេសសូម្បីតែសម្ដេចស៊ីនុដែលបង្កើតរាជរដ្ឋាភិបាលរួមជាតិកាលពីឆ្នាំ70ក៏មានកម្លាំងនៅក្នុងប្រទេសដែរបាទសូម្បីតែលោកស៊ុនសានដែលបង្កើតរណសេរីជាតិរំដោះប្រជាពលរដ្ឋខ្មែររយចូលរបស់គាត់ក៏មានកម្លាំងនៅក្នុងប្រទេសដែរអញ្ចឹងសួរថាកម្លាំងដែលមាននៅក្នុងប្រទេសដែលគឹមសុកចង់ជំរុញទៅថ្ងៃក្រោយឲ្យមានការធ្វើបាតកម្មដោយតវ៉ាដោយទម្លាក់នឹងតើទៅរួចទេអញ្ចឹងបើអ្នកឯងដោះអាវប៉ាក់ពាក់អាវជាតិក្មួយឡូបាតេរីគាត់ទៅសេរួចហើយដោះអាវប៉ាក់ពាក់អាវគុករាំងស៊ីទៅរុកសម្បុកអមាល់សាកទៅបំរើមុខភ្នល់ឡើយសាកទៅណែគឹមសុកនាំប្រជាជនខ្មែរជាមួយសំរងស៊ីបង្កើតចលនាតស៊ូជាតិប៉ុន្តែទីបំផុតវាចំណេញលើជាតិសាសន៍ដទៃដែលកំពុងតែសងំបងប្អូននេះតាំងពីឆ្នាំ1945បំណងរបស់គេឲ្យខ្មែរបែកបាក់គ្នាមិនទាន់ចប់នៅឡើយទេណាបើសំរងស៊ីទៅយកឃ្មុំពាក់អាមុខម៉ាស់តែម្នាក់ឯងឃ្មុំតិចប្រជាជនអ្នកនៅពីក្រៅអស់ប្រហែលមិនទាន់បានអាឃ្មុំនឹងយកមកហូបផងឃ្មុំតិចងាប់អស់ហើយបាទអញ្ចឹងចំពោះខ្ញុំអ្វីដែលសំរងស៊ីបានបង្កើតច្រើនហើយបងប្អូនច្រើនហើយសូមបងប្អូនក្នុងស្រុកកុំសង្ឃឹមកុំជឿតែបើសិនជាចង់សាកទៅបើដើរតាមសំរងស៊ីទៅបុកអាសបុកឃ្មុំបុកសម្បុកអមាល់ហើយសំរងស៊ីពាក់តអាវមានផ្សែងធូបម្ដុំពាក់តអាវការពារខ្លួនឯងហើយក្រៅមិនអត់មានទេពេលនោះប្រយ័ត្នឃ្មុំហើតិចក្បាលតិចមុខហើមសំស៊ីរត់ទៅប្រទេសបារាំងបាត់ប្រយ័ត្នមែនទេសំស៊ីនាំធ្វើចលនាជាតិតស៊ូនឹងដូចទៅបុកសបុកអមាល់ចឹងបងប្អូនខ្លួនឯងពាក់ប្រដាប់ការពារតែម្នាក់ឯងទេមានធូបតែមួយតសៃទេទៅដេញឃ្មុំយកទឹកយកមកផឹកទៅបុកសបុកអមាល់ឲ្យខ្ទេចតែទីបំផុតសត្វអមាល់សត្វឃ្មុំនឹងតិចប្រជាជនដែលអត់មានអីពាក់ផងហ្នឹងហើយសំស៊ីរត់ទៅបារាំងបាត់ណាហើយប្រមាណអ្នកហ្នឹងមានសមត្ថភាពអីឥឡូវខ្ញុំសួរខ្ញុំមិនមែនមើលងាយទេបើសិនជាគេបញ្ជូនទៅសន្និសីទហ្សឺណែវអ្នកណាខ្លះដែលអាចទៅក្រៅពីសំរងស៊ីយើងមើលសមត្ថភាពមិនមែនដូចអិសរាជជនចំនួនលោកសឹងអង្ថាញ់ប៉ាឈឿនណាប៉ែននុតនោះទេបើអិសរាជជនចំនួនសម្ដេចសនុមុនខ្ញុំកើតសម្ដេចប៉ែននុតក្តីណាលោកប៉ាឈឿនក្តីណែលោកសុំហៀងក្តីសុទ្ធតែជាបញ្ញវន្តដែលចេះដឹងច្បាស់លាស់ណាស់រាប់សិបនាក់មិនមែនមានតែម្នាក់ដូចសំរងស៊ីឲ្យចង់ទៅបង្កើតចលនាតស៊ូទៅរួចទេ
ចំនួនលោកស៊ុនសានក៏មានអិសរាជជនច្រើនណាស់អតីតឧត្តមសេនីយ៍អតីតមន្ត្រីសាធារណរដ្ឋឬមន្ត្រីរាជការសម័យសម្ដេចឈិនុប៉ុណ្ណឹងហើយនៅទៅរួចបងប្អូនឃើញទេជាពិសេសរដ្ឋាភិបាលរួមជាតិក្រុងរបស់សម្ដេចឈិនុដែលមានសម្ដេចប៉ែននុតជានាយករដ្ឋមន្ត្រីទីបំផុតឆ្នាំ75បានធ្វើអីទាំងអស់គេសម្លាប់ចោលទាំងអស់ជាមួយទាហានលោកលន់នល់សាអីដោយសារភាពល្ងងខ្លៅមិនយល់កលៈទេសៈនយោបាយដែលពេលនេះបើសំរងស៊ីមិនអាចធ្វើនយោបាយបានយើងត្រូវតែមាននយោបាយអ្វីមួយមិនមែនចាំបាច់តែសំរងស៊ីនឹងអាចមកវះកាត់នៅស្រុកខ្មែរបានអត់ទេបងប្អូនច្រឡំធ្ងន់ហើយខ្ញុំទៅប្រទេសកម្ពុជាខ្ញុំមើលឃើញហើយកាឡាប្រជាជនកម្ពុជាកាឡាមេតបខ្មែរអស់លោកឧត្តមសេនីយ៍ខ្មែរយើងនៅតាមទល់ដែនស្រឡាញ់សម្ដេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតខ្លាំងណាស់ហើយឥឡូវនេះសម្ដេចធិបតីហ៊ុនម៉ាណែតកំពុងតែមានប្រជាប្រិយយ៉ាងខ្លាំងដែលខ្ញុំជឿថាបើមានការបោះឆ្នោតនៅឆ្នាំ2027-28มันអាចយកឆ្នះបកប្រជាជនបានទេអញ្ចឹងហើយបានជាគេបង្កើតចលនាតស៊ូជាតិមួយគេនឹកឃើញថានឹងបង្កើតខ្លាចជារដ្ឋាភិបាលហើយគេនឹងអាចទៅដេញឬគេនឹងអាចធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលនៅឆ្នាំ2028នឹងរាំងស្ទះរហូតដល់អ្នកខ្លះគេមានគំនិតព្យួរអាសនៈប្រទេសកម្ពុជានៅអង្គការសហជាតិផេះដាំជ័យទៅខ្ញុំមិនជឿថាណែឯងមើលអាចធ្វើបានទេតម្រៃវិជាត្រឹមណែឯងប៉ុណ្នេះមិនស្មើអិសរាជជនជាន់ខ្ពស់ចំនួនមុនស្រុកឯករាជ្យនិងក្រោយស្រុកឯករាជ្យផងប៉ុណ្្នឹងណែឯងចេះដឹងប៉ុណ្្នឹងណែឯងមិនអាចធ្វើអ្វីបានទេជឿសំរងស៊ីតែម្នាក់ទៅណាអញ្ចឹងខ្ញុំជឿជាក់ថាអ្វីដែលកើតឡើងពេលដែលយុទ្ធសាស្ត្រសំរងស៊ីកំពុងបង្កើតសរសេរតាម Facebook ចាក់រុកធ្វើឲ្យគេក្តៅកាហាយការបង្កើតចលនាជាតិតស៊ូដោយយកខ្លួនឯងធ្វើជាជាតិហើយដើរល្បិចកិច្ចកលស្ទើរណាល្បិចប្រព័ន្ធនេះមិនអាចទៅរួចទេមិនចេះល្បិចកុនចិនផងហ្នឹងទៅមិនរួចអញ្ចឹងដរាបណាថាសវុតនៅមានជីវិតរស់នៅខ្ញុំតាមសង្កេតមើលជំនិចបើខ្ញុំអាចទប់ទល់ជាមួយណៃបានខ្ញុំទប់ទល់បាទខ្ញុំទប់ទល់អញ្ចឹងអ្វីដែលជាទស្សនៈរបស់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសជាពិសេសនេះអស់លោកដែលគ្រប់គ្រងគណៈបកប្រជាជនគេបានដឹងច្បាស់ណាស់ពីកម្លាំងពិតពីអ្វីដែលសម្ដេចតេជោហ៊ុនសែនបានធ្វើនិងកំពុងតែធ្វើពីអ្វីដែលសម្ដេចធិបតីហ៊ុនម៉ាណែតកំពុងតែអនុវត្តឆ្នាំ2028 27-28ការបោះឆ្នោតមួយកើតមានឡើងបើណែឯងមិនចង់បោះឆ្នោតណែទៅបង្កើតចលនាតស៊ូទៅតស៊ូទៅណាមិនដែលកាន់អាវុធផងហ្នឹងសាកទៅខ្ញុំហើយឆ្លងកាត់ច្រើនហើយបងប្អូនការតស៊ូក៏ខ្ញុំធ្លាប់អ្វីក៏ខ្ញុំធ្លាប់ដែរអញ្ចឹងហើយបានខ្ញុំមើលឃើញថាសមត្ថភាពពួកអស់នេះតើរួចទេបងប្អូនយ៉ាងច្រើនបានសម្ដីប៉ុណ្ណឹងណាណែឆ្លោះតាមសម្ដីទៅតែទីបំផុតណែតាមសំស៊ីទៅតែខ្ញុំសូមបញ្ជាក់ថាសំរងស៊ីមិនមែនជាជាតិទេសំរងស៊ីជាបុគ្គលជាតិគឺជាតំណាងប្រទេសមួយដែលមានរាជរដ្ឋាភិបាលដែលមានស្ដេចសោយរាជដែលមានស្ថានទូតគ្រប់ប្រទេសទាំងអស់តាំងនៅក្នុងប្រទេសកម្ពុជាជាពិសេសប្រជាជាតិកម្ពុជាទើបជាជាតិហើយអ្នកដែលដឹកនាំសពថ្ងៃគឺជាតំណាងនៃប្រទេសជាតិដែលមានលទ្ធភាពអាចនឹងនិយាយកន្លែងណាបានអំពីរឿងជាតិណែឯងក៏ក្រុមចៅមួយក្រុមជនទុច្ចរិតនយោបាយមួយក្រុមពួកបារាជ័យមួយជឹកក្រុមទៅបង្កើតបកឲ្យយកជាតិអត់បានទេបាទអត់បានទេបាទអត់បានទេណាអញ្ចឹងខ្ញុំសូមទោសខ្ញុំបញ្ចប់ពេលនេះហើយខ្ញុំគ្រាន់តែបញ្ជាក់ចំណុចដែលសំរងស៊ីកំពុងតែបង្កើតធម្មតាវាធម្មតាបងប្អូនក្នុងគណៈបកប្រទេសណាដោយប្រទេសណាមានអ្នកនិយមសំរងស៊ីណានិយមសង្គមជាតិនិយមភ្លើងទៀនប៉ុន្តែមានអ្នកនិយមគណៈបកប្រជាជនអ្នកនិយមស្រឡាញ់សម្ដេចតេជោស្រឡាញ់អ្នកដឹកនាំនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតស្រឡាញ់អ្នកដឹកនាំក្នុងគណៈបកប្រជាជនមានសម្ដេចសខេងទាបាញ់ណាលាក់នឹងលាក់គឺវាទប់ទល់គ្នាទៅវិញទៅមកបើអ្នកឯងមានគំនិតល្អ
trong đong đo sai và tê chiết đòi sốt tức thật dùng đòi ca bao nhiêu nó ok tại là bờ này anh trong pra cầm lăng tức trở nam mùi này tự rồi chứ đôi chúng ta để cho miền xa chăng này tại hiên ngớp cứ bộ mà nó cọ nưng ngớp mũi bay mũi anh nó chỉ riêng thom đá thế bà nó riêng thom đá thế bờ này anh miền cầm nước bị trắng đôi cầm nước là cọ rồi thay ba này cái mưa khơi cho này miền cầm nước cọ cái chạp ấy tại bờ này đọt sai vô bài tam on rạ chiết được chỉ mình cả mặt sao ok tại bờ cơm sóc tam cầm nước kia mình trong ở miền cả bao nhiêu nó kia vô khơi tha tầm nào chứ tầm nào cho tự kịp bạc cá cho là chiết to số ok bạc cá từ hay nom cái này đó apa pe áo chiết á phải dắt pe áo cúc á anh đang chia pe sa muối thò mà đá xây cái bạc apa nè xây cái chiết nè chân bên này pe áo mình thầm thở này pe à po tự rồi những cái cục ấy hay bà nơi sống này tự rút sờ bọc máu sờ bọc không muốn bị đánh tích ấy đó ham múc ham các bạn ham nào kì ham bị chỉ chân sông kết bà sông kết bà hay chụp buộc nhom vô khơi thang không cả lại để sẵn đi tam để dạ sập hơi ai cả sàn đi nhom mơ khơi không tua sập bọt năm 1930 rồi hốt đó chất sập bầm non bò tê chất khang kỳ miên bầm non ở tây Campuchia dương ở bàn sọc là hốt đó lớn đấy nhà lớn đấy xong là gì và cái cho na to su chiết mùi bộ nẹt phải trang thái á vì chạm mơเลยbiến thằng rinh xong là gì ở phải trang cho mùi xong đây để cho hơn sáng vì pro bộ phải trang thái vì ở bên chất nâng ca đắc non rồi bao cô lục tạ sân sắp khai tế chân đại dương thơ mình tới trô không còn tiện kỳ đỏ bên nẹ đại dương thật chứ nè vì nó mà xây cái bàn này đôi đi ra tha ba sầm đại xin nụ đại khiêm tay này dây tha nơi cho năm chất sập ram á trời mà căn cà tê đại miên sắm mắt biết rót mình tới cướp tại bàn căn cà tê tê bây giờ là mình tê nè bộ xong gì tại mình ai miên việt nam lo đi bờ này ai miên cầm nước là cọ không đâm tập pan tê hai tầng sắc xa sập hơi ai sa ban trơn mà ở ban trơn cùng ơi chơi tay tam mê mà chơi là tam mê hơi trong số ở côn băng phồn không là gì đi đôi sáng không miên ca pruy bầm không bán an ai sa anh đu chân đi không bầm nè băng phồn bị pruy khôngจะ lót ឆ្នាំ 1900 trongศตวรรษที่ 18 ដើមศតវត្សទី 19 ច្របូកច្បល់ជាតិសាសន៍ដទៃគេចង់ឲ្យខ្មែរយើងបែកបាក់គ្នាគេចង់ឲ្យប្រទេសកម្ពុជាយើងបែកចេញជាពីរកាលពីឆ្នាំ 1953 គេមានផែនទីរួចហើយបងប្អូនតែបន្តរួចឥឡូវក៏អញ្ចឹងដែរនៅពេលដែលសំរងស៊ីប្រើប្រាស់ចលនាតស៊ូជាតិមួយនៅពួកអបឆាំងថៃវាសบายចិត្តបាត់ហើយណាបើវានេះក៏វាមិនឲ្យសំស៊ីកាន់អំណាចដែរសូមជ្រាបបាទអរគុណជ្រាបលាពួកថៃបើពួកប្រឆាំងថៃឈ្នះហើយបើសំស៊ីដើរល្បិចល្បែបនេះវានឹងប្រើប្រាស់សំស៊ីដោយវាប្រើប្រាស់ឆ្នាំ 79 ដើម្បីកម្ចាត់ពួកសៀមក្រហមថៃកុម្មុយនីសចេញដោយវាធ្វើជាជួយចលនាខ្មែរយើងមិនកុម្មុយនីសហើយជួនណាវាជួយពួកខ្មែរក្រហមទៀតធ្វើម៉េចឲ្យពួកថៃក្រហមថៃកុម្មុយនីសអស់ពីទល់ដែនខ្មែរថៃអស់មែនបងប្អូនតែទីបំផុតយ៉ាងម៉េចអញ្ចឹងសូមបងប្អូនគិតហើយខ្ញុំនឹងតាមដានតទៅទៀតដល់រាប់ណាជីវិតខ្ញុំនៅរស់នៅខ្ញុំនឹងតាមមើលណៃអរគុណលោកតារាអ៊ិតបាទលោកអ៊ិតតារាអរគុណលោកបាតេរីលោកអ៊ំនិយាយត្រូវណាស់បងប្អូនលឹមជាងលៀងនុតអាឆ្កែលៀងនុតអើយឈប់ព្រុសទៅនេះណាគេសេណាអាឆ្កែលៀងនុតអើយឈប់ព្រុសទៅបាទអរគុណណា
ចឹងបានន័យថាខ្មែរយើងវាធម្មតាដែរបងប្អូនខ្ញុំអត់មានទុំមនោអីទេពីព្រោះអ្នកខ្លះកាន់ជើងសំណស៊ីពេលដែលយើងនិយាយរឿងពិតសំណស៊ីគេអត់ស្ដាប់ទេគេឌីលគេជេរយើងធម្មតាទេពីព្រោះគណៈបកវាអញ្ចឹងហើយប៉ុន្តែរឿងពិតសច្ចធម៌ហើយខ្ញុំព្យាយាមនិយាយរឿងខ្លះជាប្រវត្តិសាស្ត្រដែលខ្ញុំលើករឿងលោកសឹងមថាញ់បានចាប់ពួកមន្ត្រីរាជការដែលគេចោទថាបារាំងដាក់គុកនៅពេលដែលជប៉ុនឈ្នះដល់ពេលជប៉ុនចាញ់ពេលនឹងកងទ័ពអង់គ្លេសមកក៏ទទួលអាវុធដែលពួកជប៉ុនចោះចាញ់ទីបំផុតលោកសឹងមថាញ់ដែលខ្លាចជានាយករដ្ឋមន្ត្រីបន្ទាប់ដោយជប៉ុននឹងអស់អំណាចឃើញទេប៉ុន្តែអ្នកនយោបាយខ្មែរយើងចំនួនហ្នឹងធ្វើអ្វីគេក៏គិតអំពីផលប្រយោជន៍ជាតិអំពីភាពឯករាជ្យរបស់ជាតិដែរបាទខ្ញុំសូមជម្រាបហើយខ្ញុំនៅតែអានសភៅនេះដដែលបងប្អូនកម្ពុជានឹងឌូចិនជាមេរៀនប្រវត្តិសាស្ត្រមួយដែលយើងយកទៅពិចារណាហើយមានសភៅជាច្រើនសម្រាប់យើងមើលតទៅទៀតបាទអរគុណក្មួយលោកបាតេរីដែលគាត់បានសរសេរអត្ថបទល្អហើយលោកតារាអ៊ិតលោកសម្រាប់សុកសៀងសុភ័ណ្ឌធីតាបាទដែលបានអាននិងមើលការផ្សាយរបស់ខ្ញុំហើយខ្ញុំអត់មានទោមនោអត់មានសបាយរីករាយនឹងឯងបញ្ចោអត់មានខឹងនឹងឯងបន្ទោសទេពីព្រោះធម្មតាទេនៅក្នុងពិភពនយោបាយនៅក្នុង Facebook បាទសំខាន់យើងមានសច្ចធម៌នៅក្នុងខ្លួនសំខាន់យើងត្រូវដឹងថាខ្លួនយើងជានរណាបាទអរគុណជម្រាបលាម្ដងទៀតបាទ